ជីវិតរបស់យើងបើយើងចង់បានផលពីព្រះអង្គយើងចង់បានការការពារដែលមកពីព្រះអង្គយើងចង់បានការដឹកនាំដែលមកពីព្រះអង្គយើងចង់បានការផ្គត់ផ្គង់ដែលមកពីព្រះអង្គយើងចង់អនុញ្ញាតឲ្យព្រះអង្គបានបំផ្លាស់បំប្រែជីវិតរបស់យើងត្រូវស្ដាប់តាមពាក្យរបស់ព្រះអង្គពីព្រោះពាក្យរបស់ព្រះអង្គនឹងកើតផលទោះបីជាពេលខ្លះយើងថាខ្ញុំដឹងថាព្រះបន្ទូលព្រះអង្គមានឫទ្ធានុភាពប៉ុន្តែកន្លែងហ្នឹងខ្ញុំពិបាកទុកចិត្តព្រះអង្គខ្ញុំពិបាកយល់ខ្ញុំពិបាកប៉ាន់ថាកន្លែងហ្នឹងវាស្ដាប់ទៅដូចពិបាកយល់កន្លែងហ្នឹងវាហាក់ដូចជាអត់ចូលជ្រាបចូលក្នុងដួងចិត្តដូចឲ្យខ្ញុំធ្វើតាមមិនបើខ្ញុំពិបាកយល់លោកអ្នកបងប្អូនគ្រប់ពេលដែលយើងចាប់ផ្ដើមពិបាកយល់ខ្ញុំសុំលោកអ្នកធ្វើកិច្ចការមួយបានទេពេលដែលយើងពិបាកយល់ហើយពេលដែលយើងពិបាកទុកចិត្តព្រះអង្គថាងើយមើលមេឃអោនមើលដីហើយបន្ទាប់មកងើយមើលមេឃម្ដងទៀតហើយរំលឹកខ្លួនឯងថាអោខ្លួនហើយខ្ញុំដែលឈរនៅលើដីនេះនៅក្នុងមិនដល់ស្ទាប់ត្រូប៉ូផងស្ទាប់ត្រូប៉ូគឺស្ទាប់កន្លែងយន្តហោះខ្ញុំមិនអាចទាំងបក់ស្លាបហើរដល់អាកន្លែងនោះផងខ្ញុំមិនមានបទពិសោធន៍ឈរនៅក្នុងពពកផងចុះទម្រាំឆ្ងាយចេញពីនឹងទៀតរបៀបដែលព្រះអង្គគិតយ៉ាងណារបៀបដែលព្រះអង្គធ្វើយ៉ាងណាព្រះអង្គក៏ប្រហារទៅឲ្យអស់អ្នកដែលដើរតាមព្រះអង្គទទួលយកពាក្យដែលចេញពីមាត់របស់ព្រះអង្គដោយយកចិត្តទុកដាក់ជាទីបំផុតដោយពឹងផ្អែកលើពាក្យដែលចេញពីព្រះឱស្ថរបស់ព្រះអង្គព្រះបន្ទូលរបស់ព្រះអង្គពីព្រោះជាព្រះបន្ទូលដែលព្រះអង្គឲ្យតម្លៃហើយព្រះបន្ទូលរបស់ព្រះអង្គនឹងបំពេញផែនការនឹងបំពេញកិច្ចការស្របតាមបំណងព្រះハរតីរបស់ព្រះអង្គបើមិនសម្រេចគឺមិនវិលមករកព្រះអង្គដូច្នេះមានការធានា 100% ថាបើយើងរស់នៅស្របតាមព្រះបន្ទូលព្រះអង្គនឹងបានសម្រេចយើងនឹងឃើញដូចអ្វីដែលជាព្រះបន្ទូលសន្យារបស់ព្រះអង្គបានចែងស្រាប់បញ្ហាគឺពេលខ្លះយើងវិភាគច្រើនពេកទំនុកដំកើងចំពុកទី25ខទី15ទូលបង្គំសម្លឹងឆ្ពោះទៅរកព្រះអង្គម្ចាស់ជានិច្ចព្រោះមានតែព្រះអង្គម្ចាស់ប៉ុណ្ណោះដែលអាចរំដោះទូលបង្គំឲ្យរួចពីអន្ទាក់ដាវីតគាត់ទូលសុំព្រះអង្គដើម្បីជួយបំភ្លឺផ្លូវរបស់គាត់ត្រូវការឮព្រះបន្ទូលព្រះអង្គគាត់ត្រូវការឮពាក្យដែលចេញពីព្រះឱស្ថរបស់ព្រះអង្គពីព្រោះព្រះបន្ទូលរបស់ព្រះអង្គនឹងជួយគាត់ក្នុងកាពីការបកប្រែខ្លះថាទូលបង្គំដាក់ភ្នែករបស់ទូលបង្គំឬភ្នែករបស់ទូលបង្គំដាក់លើព្រះអង្គជានិច្ចការបកប្រែចាស់បកប្រែថាភ្នែករបស់ទូលបង្គំដាក់លើព្រះយេហូវ៉ាជានិច្ចមានន័យថាគាត់សម្លឹងមើលប្រវត្តិមានព្រះអង្គជានិច្ចព្រះអង្គទៅនៅព្រះអង្គឲ្យយើងរងចាំអូព្រះអង្គទៅឲ្យខ្ញុំទៅភ្នែករបស់គាត់ដាក់នៅលើព្រះអង្គភ្នែករបស់គាត់នៅមើលលើអ្វីដែលជាតំណាងនៃប្រវត្តិមានព្រះអង្គដើម្បីឲ្យគាត់ដឹងថាពេលណាទៅពេលណាត្រូវនៅហើយគាត់នឹងធ្វើតាមពីព្រោះគាត់យល់ថាចេះបើគាត់ធ្វើតាមព្រះអង្គជើងរបស់គាត់នឹងអត់ជាប់អន្ទាក់ហើយបើគាត់ជាប់អន្ទាក់ព្រះអង្គក៏ជាអ្នកដែលជួយដោះស្រាយអន្ទាក់គាត់បានដែរឲ្យតែគាត់ដើរតាមព្រះអង្គម្ចាស់ជានិច្ច